ពីថ្ងៃទី3រហូតដល់ថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025ឱកាសនេះគឺហ្វាពលសិល្បៈយើងរៀបចំមហោស្រពមួយដែលមានឈ្មោះថាមហោស្រពសិល្បៈទីក្រុងស្អាតឆ្នាំ2025ដែលជាមហោស្រពលើកទី4ក្រោមការរៀបចំរបស់ហ្វាពលសិល្បៈក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋបាលខេត្តបាត់ដំបងជាមួយនឹង FA Creative Studio ហើយនឹង Mural for Cambodia បាទគោលបំណងនៃការបង្កើតឲ្យមានមហោស្រពសិល្បៈទីក្រុងស្អាតលើកទី4ក្នុងឆ្នាំ2025ក្រោមប្រធានបទវប្បធម៌ចម្រុះពណ៌គឺទី1យើងចង់ឲ្យមានការចូលរួមបាទពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋានជាពិសេសគឺយុវវ័យទៅក្នុងសកម្មភាពសិល្បៈហើយនឹងសកម្មភាពច្នៃប្រឌិតតួយ៉ាងគឺយើងព្យាយាមក្នុងការធ្វើយ៉ាងណាឲ្យពួកគាត់បានចូលរួមនៅក្នុងការបង្កើតសិល្បៈទី2គឺបង្កើតឲ្យមានគុណតម្លៃប្រកបដោយចីរភាពនៃសិល្បៈនិងវប្បធម៌របស់យើងតាមរយៈការចូលរួមរបស់ប្រជាជនមូលដ្ឋានក៏ដូចគ្នានឹងភ្ញៀវទេសចរផងដែរហើយនឹងចំណុចទី3គឺធ្វើការផ្សព្វផ្សាយនិងលើកកម្ពស់សិល្បៈនិងវប្បធម៌ខ្មែរហើយនឹងចូលរួមចំណែកធ្វើឲ្យមានការយល់ដឹងពាក់ព័ន្ធទៅនឹងអន្តរវប្បធម៌នៅក្នុងតំបន់ផងដែរហើយនឹងទី4គឺជាចំណុចសំខាន់ដែលយើងចង់ធ្វើយ៉ាងណាឲ្យមហោស្រពនេះក្លាយទៅជាវេទិកាមួយធ្វើឲ្យសិល្បករសិល្បករនេះផ្នែកគំនូរលើជញ្ជាំងក៏ដូចគ្នានឹងផ្នែកសិល្បៈផ្សេងមកធ្វើការទំនាក់ទំនងគ្នាមកធ្វើការជជែកគ្នាសហការគ្នានិងផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នាហើយយើងសង្កេតឃើញថាក្នុងរយៈកាលប្រមាណ5ថ្ងៃមុននេះបាទថ្ងៃនេះជាថ្ងៃទី5ហើយយើងឃើញថាមានការចូលរួមច្រើនពីប្រជាពលរដ្ឋរបស់យើងទាំងប្រជាពលរដ្ឋមូលដ្ឋានក៏ដូចគ្នានឹងប្រជាពលរដ្ឋដែលគាត់អញ្ជើញមកពីតាមបណ្ដាខេត្តផ្សេងហើយនឹងភ្ញៀវបរទេសផងដែរអញ្ចឹងនៅពេលដែលមិនថាតែចាប់ផ្ដើមនៅមហោស្រពរបស់យើងនៅថ្ងៃទី1ទេរហូតដល់ថ្ងៃម្សិលមិញថ្ងៃទី4នោះក៏មានមនុស្សចូលរួមច្រើនកកមែនទែនបាទបើនិយាយមែនទែនទៅតាមរយៈគោលបំណងនៃមហោស្រពរបស់យើងគឺយើងសង្ឃឹមថាមហោស្រពមួយនេះនឹងក្លាយទៅជាមហោស្រពមួយនៅក្នុងខេត្តបាត់ដំបងដែលអាចធ្វើការតាក់ទាញបាទភ្ញៀវទេសចរមកបន្ថែមទៀតមកកាន់ខេត្តបាត់ដំបងដើម្បីធ្វើឲ្យមានភាពប្រសើរឡើងទៅលើសេដ្ឋកិច្ចនៅក្នុងខេត្តបាត់ដំបងតាមរយៈការកៀរគរឲ្យមានភ្ញៀវទេសចរឬក៏កំណើនភ្ញៀវទេសចរនៅក្នុងខេត្តបាត់ដំបងរបស់យើងហើយទន្ទឹមជាមួយគ្នាគឺធ្វើជាមហោស្រពមួយដែលជំរុញឲ្យខេត្តបាត់ដំបងនឹងក្លាយទៅជាខេត្តតាក់ទាញភ្ញៀវទេសចរនិងជាមជ្ឈមណ្ឌលផ្នែកសិល្បៈនិងវប្បធម៌នៅក្នុងប្រជាណាចក្រកម្ពុជារបស់យើងផ្ទាល់ផងដែរហើយចង់ជម្រាបប្រាប់ផងដែរថាមហោស្រពសិល្បៈទីក្រុងស្អាតនេះគឺយើងនឹងធ្វើឡើងវាជារៀងរាល់2ឆ្នាំម្ដងបាទដែលឆ្នាំនេះគឺជាឆ្នាំទី4ហើយដែលយើងបានធ្វើមហោស្រពសិល្បៈទីក្រុងស្អាតគឺរយៈពេលប្រមាណ4ថ្ងៃកន្លងមកនេះគឺយើងមានចាប់តាំងពីថ្ងៃបើកមកហើយសកម្មភាពរបស់មហោស្រពគឺតួយ៉ាងគឺយើងផ្ដោតទៅលើគំនូរលើជញ្ជាំងអញ្ចឹងយើងឃើញថានៅក្នុងឆ្នាំ2025នេះមហោស្រពសិល្បៈទីក្រុងស្អាតយើងនឹងធ្វើឡើងបង្ហាញឡើងនៅរូបភាពលើជញ្ជាំងចំនួន11ផ្ទាំងបន្ថែមដែលជាស្នាដៃរបស់សិល្បករប្រការនេះគំនូរលើជញ្ជាំងបាទទាំងបរទេសទាំងក្នុងស្រុករបស់យើងទាំងក្នុងប្រជាណាចក្រកម្ពុជាទន្ទឹមជាមួយគ្នាយើងក៏មានសកម្មភាពប្រកួតគំនូរលើជញ្ជាំងបាទដែលជាប្រភេទសិល្បករប្រការនេះដែលទើបនឹងរះគាត់មកប្រមូលផ្ដុំគ្នាធ្វើការប្រកួតប្រជែងពាក់ព័ន្ធនឹងគំនូរលើជញ្ជាំងដោយផ្ដោតទៅលើប្រធានបទរបស់យើងវប្បធម៌ចម្រុះពណ៌ហើយការប្រកួតហ្នឹងគឺយើងធ្វើនៅលើសួនធ្នង់53ដែលនឹងคล้ายទៅជាវិចិត្រសាលក្រៅបន្ទប់មួយដែលអាចធ្វើឲ្យភ្ញៀវទេសចរក៏ដូចគ្នានឹងប្រជាជនក្នុងតំបន់អាចធ្វើការទស្សនានៅស្នាដៃគំនូរលើជញ្ជាំងរបស់ពួកគាត់ទន្ទឹមជាមួយគ្នាយើងក៏មានការពិព័រណ៍បាទការពិព័រណ៍ចំនួន13កន្លែងផ្សេងគ្នាដែរនៅក្នុងក្រុងបាត់ដំបងរបស់យើងដែលអាចធ្វើឲ្យភ្ញៀវក៏ដូចគ្នានឹងប្រជាពលរដ្ឋអាចធ្វើការទស្សនាអំពីស្នាដៃផ្សេងរបស់សិល្បករប្រការនេះទន្ទឹមជាមួយគ្នាយើងក៏មានវគ្គសិក្ខាសាលាសិល្បៈផ្សេងតួយ៉ាងសិក្ខាសាលាផ្នែកចម្លាក់ដីឥដ្ឋសិក្ខាសាលាផ្នែកគំនូរឈើឆេះគំនូរលើឈើសិក្ខាសាលាផ្នែកគំនូរថ្លុកផ្នែកផាត់មុខ
បែបជាល្ខោនបាសាអីនឹងជាដើមទន្ទឹមជាមួយគ្នាយើងក៏មានធ្វើបតកថាសិល្បករដែលស្ដែងដែលយើងបង្ហាញពាក់ព័ន្ធទៅនឹងផ្នែកសិល្បៈ digital ផ្នែកភាពយន្តនិងផ្នែកសិល្បៈផ្សេងអមជាមួយនឹងកិច្ចពិភាក្សាវាគ្មិនដែលយើងផ្ដោតពាក់ព័ន្ធទៅនឹងតួនាទីរបស់ AI នៅក្នុងរចនាបថក្នុងពេលបច្ចុប្បន្ននេះថាតើ AI អាចជួយបានអ្វីខ្លះនៅក្នុងបរិបទរបស់សិល្បករប្រការនេះទន្ទឹមជាមួយគ្នាយើងក៏លើកទឹកចិត្តនៅក្នុងការបង្ហាញពាក់ព័ន្ធថាតើបងប្អូនឬក៏ប្រជាពលរដ្ឋដែលគាត់ធ្វើការផលិតមាតិកាហ្នឹងគាត់បីគិតទៅលើមាតិកាអីគេខ្លះដែលជាកិច្ចពិភាក្សាទី2ហើយកិច្ចពិភាក្សាទី3គឺបង្ហាញអំពីប្រវត្តិរបស់អ្នកគំនូរលើអញ្ចឹងឬក៏សិល្បករគំនូរលើអញ្ចឹងថាតើអ្វីដែលជាកត្តាជំរុញចិត្តឲ្យពួកគាត់ប្ររពឬក៏ធ្វើនៅគេថាអាជីពជាអ្នកឬក៏ជាសិល្បករគំនូរលើអញ្ចឹងបែបនោះហើយជាមួយគ្នាផងដែរយើងក៏មានការថាសិក្ខាសាលាជាមួយនឹងសាលាផ្សេងទៀតដែលជាការចូលរួមចំណាយរបស់យុវជនយុវនារីទៅតាមសាលាដែលក្នុងនោះមានសាលារដ្ឋចំនួន4គឺមានសាលាវិទ្យាល័យហ្វាសិល្បៈវិទ្យាល័យព្រះមនីវង្សវិទ្យាល័យសំណាយឪនិងវិទ្យាល័យណេតយ៉ងចូលរួមនៅក្នុងការបង្កើតផែនសិល្បៈសម្រាប់ការដង្ហែក្បួនសិល្បៈនៅថ្ងៃទី8រួមគឺនៅថ្ងៃស្អែកនេះហើយយើងក៏មានសាលាឯកជន2គឺសាលាអន្តរជាតិ USA ហើយនិងសាលាអន្តរជាតិ Dewey ក៏បានចូលរួមចំណែកនៅក្នុងការបង្កើតឲ្យមានផែនសិល្បៈសម្រាប់ធ្វើការដង្ហែនៅក្នុងថ្ងៃទី8នឹងដែរអញ្ចឹងសកម្មភាពយើងក៏មានការដង្ហែក្បួនសិល្បៈអញ្ចឹងការដង្ហែក្បួនសិល្បៈសម្រាប់ថ្ងៃទី8ហ្នឹងយើងមានផែនច្រើនមែនទែនដែលយើងនឹងធ្វើដំណើរពីវត្តវិភទ្ធារាមរហូតទៅដល់មុខសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបងឬក៏ហៅថាសាលាខេត្តចាស់បាទហើយនៅទីនោះយើងក៏នឹងមានផ្នែកប្រគំតន្ត្រីបាទជាប្រភេទ EDM ដែលយើងនឹងមានអ្នកចូលរួមពីសំណាក់តារាដែលគាត់កំពុងមានឈ្មោះបោះសម្លេងតួយ៉ាងក៏ដូចមានកំឡោះស្រុកខ្មែរគឺលោកវណ្ណឋាននឹងមកបកស្រាយនៅបទចម្រៀងបាទជាមួយនឹងក្រុមការងារខាងផ្នែក EDM ផងដែរអ្វីដែលជាការកត់សម្គាល់ធំបំផុតនោះគឺសកម្មភាពសិល្បៈពេលយប់ដែលយើងបានធ្វើឡើងជារៀងរាល់ថ្ងៃគឺចាប់ពីថ្ងៃទី3រហូតដល់ថ្ងៃទី7បើនិយាយមែនតើគឺនៅថ្ងៃនេះអញ្ចឹងនៅថ្ងៃនីមួយយើងមានប្រធានបទរបស់យើងផ្សេងគ្នាមានការសម្ដែងផ្សេងគ្នាអញ្ចឹងពីម៉ោង6ដល់ម៉ោង10ហ្នឹងគឺទី1គឺយើងមានការសម្ដែងបាទការប្រគំស្គរគឺស្គររបស់ក្រុមមេកងដៃកុដែលជាជនជាតិជប៉ុនយើងមានការប្រគំស្គររបស់ក្រុមនារីមេធាដែលអញ្ជើញមកពីខេត្តសៀមរាបយើងមានការសម្ដែងសៀករបស់សិល្បករការនេះដែលអញ្ជើញមកពីល្ខោនសៀកកម្ពុជាហ្វាខេត្តសៀមរាបហើយយើងក៏មានការសម្ដែងសៀកពីបងប្អូនសិស្សានុសិស្សនៃសមាគមហ្វាពលសិល្បៈយើងមានការសម្ដែងបាទការដើរបង្ហាញម៉ូដពីក្រុមបង្ហាញម៉ូដ2នៅក្នុងខេត្តបាត់ដំបងគឺមួយគឺក្រុមទេពជយត់ហើយនិងក្រុមមួយទៀតគឺក្រុមទស្សវត្សដែលពីម្សិលមិញហ្នឹងគឺមាន2ក្រុមហ្នឹងដែលជាអ្នកដែលធ្វើការដើរបង្ហាញម៉ូដនៅក្នុងទម្រង់សម្លៀកបំពាក់ផ្សេងគ្នាបាទឲ្យសាធារណជនហ្នឹងគាត់បានឃើញនិងបានទស្សនាអំពីភាពច្នៃប្រឌិតរបស់ពួកគាត់ទន្ទឹមជាមួយគ្នាយើងក៏មានការប្រគំតន្ត្រីនៅរៀងរាល់យប់នឹងផងដែរដែលមានតន្ត្រីកឬក៏អ្នកចម្រៀងបាទដែលអញ្ជើញមកពីរាជធានីភ្នំពេញបាទមានកែវចន្ទលីនមានកេសរមានចៅរបស់លោកតាសិនស៊ីសមុទ្រស៊ីនសេតសុចតាបាទយើងក៏មានអ្នកចម្រៀងល្បីផ្សេងទៀតដែរដូចជាកេសរគាត់បានមកធ្វើការច្រៀងសម្រាប់កំដរបាទឆាកនៅក្នុងក្រុមសិល្បៈពេលយប់ទន្ទឹមជាមួយគ្នាម្សិលមិញនេះក៏យើងក៏បានរកឃើញនៅអ្នកចំនួនថ្មីដែលក្រោយពេលដែលយើងធ្វើការប្រឡងចម្រៀងទៅយើងឃើញថាអ្នកខេត្តបាត់ដំបងគឺសុទ្ធសឹងតែជាអ្នកដែលមានទឹកដមសម្លេងបាទពីរោះក្រអៅក្រអួនដែលអាចអង្រួនទៅលើចិត្តអង្រួនបេះដូងរបស់សាធារណជនដែលបានមកទស្សនានៅម្សិលមិញនេះហើយនៅថ្ងៃនេះផ្ទាល់ផងដែរយើងក៏នឹងមានការសម្ដែងសៀកក៏ដូចគ្នានឹងការប្រឡងរាំ hip hop អញ្ចឹងការប្រឡងរាំ hip hop នេះគឺជាការអត្តសញ្ញាណមួយផងដែររបស់មហោស្រពសិល្បៈទីក្រុងស្អាត
ដែលជាប្រភេទសិល្បៈទីក្រុងរបស់បងប្អូនហើយអ្នកដែលធ្វើការប្រឡងនេះគឺគាត់អញ្ជើញមកភ្នំពេញក៏ដូចគ្នានឹងនៅខេត្តបាត់ដំបងរបស់យើងផ្ទាល់ដែលក្នុងនោះយើងមានការគណៈកម្មការនៃការវិតម្លៃបាទ3ប្រទេសផ្សេងគ្នាគឺទី1ប្រជាណាចក្រកម្ពុជារបស់យើងដោយ DJ B-Boy Slick ហើយទី2គឺដែលមកពីប្រទេសវៀតណាមបាទគឺញាក់ហើយនឹងទី3គឺមកពីជប៉ុនគឺកាគូផ្ទាល់តែម្ដងបាទហើយសម្រាប់ថ្ងៃស្អែកគឺដូចខ្ញុំបានលើកឡើងកាលពីដើមហើយគឺថាយើងនឹងមានការដង្ហែក្បួនសិល្បៈពីវត្តពិពិធរាមរហូតដល់សារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបងដោយយើងឆ្លងកាត់ផ្លូវលេខ1ហើយយើងឆ្ពោះឆ្លងកាត់នៅវិមានឯករាជ្យហើយឆ្ពោះទៅខាងសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបងផ្ទាល់តែម្ដងហើយរួមជាមួយនឹងការប្រគំតន្ត្រីបាទរហូតដល់ម៉ោង11យប់ហើយរីឯការដង្ហែក្បួននឹងយើងចាប់ផ្ដើមពីការដង្ហែក្បួនចាប់ពីម៉ោង6តទៅហើយនឹងមានការចូលរួមអំពីបាទឯកឧត្តមអភិបាលនៃគណៈបាលខេត្តបាត់ដំបងរួមជាមួយនឹងមន្ត្រីបាទមានសមត្ថកិច្ចមកពីក្រុងបាត់ដំបងមកពីមន្ទីរផ្សេងជុំវិញខេត្តផងដែរប៉ុន្តែគឺក្នុងនាមជាអ្នកជាសិល្បករគឺយើងអត់មានចង់បានអ្វីក្រៅអំពីការលើកទឹកចិត្តរបស់ប្រជាពលរដ្ឋជាពិសេសគឺការផ្ដល់នូវកម្លាំងចិត្តតាមរយៈការស្រែកហ៊ោកញ្ជ្រៀវតាមរយៈការទះដៃតាមរយៈការផ្ដល់នៅតម្លៃទៅដល់សិល្បករការនេះដែលនឹងមកធ្វើការសម្ដែងនៅក្នុងកម្មវិធីមហោស្រពសិល្បៈទីក្រុងស្អាតនោះទេហើយក៏ដូចគ្នាដែរក្នុងនាមជាអ្នករៀបចំនៅកម្មវិធីមហោស្រពសិល្បៈទីក្រុងស្អាតលើកទី4ឆ្នាំ2025នេះក៏ចង់បានឃើញអំពីស្នាមញញឹមរបស់ប្រជាពលរដ្ឋទាំងអស់ហើយជាពិសេសសូមឲ្យប្រជាពលរដ្ឋទាំងអស់ជាពិសេសគឺអ្នកនៅក្នុងខេត្តបាត់ដំបងបាទជួយគ្រប់គ្រងបន្តបាទជាមួយនឹងមហោស្រពសិល្បៈទីក្រុងស្អាតរបស់យើងបាទមិនថាតាមរយៈការផ្ដល់នៅកម្លាំងចិត្តមិនថាតាមរយៈនៃការផ្ដល់នៅជំនួយផ្សេងបាទដូចជាទឹកសុទ្ធដូចជារបស់របរអីផ្សេងឬក៏ជាថវិកាសម្រាប់ធ្វើយ៉ាងណាឲ្យមហោស្រពកាន់តែអាចនឹងធ្វើការដំណើរការរបស់ខ្លួនបានទៅមុខបន្តទៀតហើយមិនភ្លេចទេក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋបាលខេត្តបាត់ដំបងជាពិសេសគឺអាយដាមអភិបាលនៃគណៈបាលខេត្តបាត់ដំបងដែលតែងតែយកចិត្តទុកដាក់និងជួយសម្របសម្រួលនិងគ្រប់គ្រងបាទហ្វាឬសិល្បៈក្នុងការបង្កើតឬក៏អនុវត្តរៀបចំនៅមហោស្រពឬក៏ព្រឹត្តិការណ៍របស់ខ្លួននៅក្នុងខេត្តបាត់ដំបងនេះទេរួមទាំងមហោស្រពសិល្បៈទីក្រុងស្អាតនៅក្នុងឆ្នាំនេះផងThank you.